បាទសូមជម្រាបសួរពុកម៉ែបងប្អូនក៏ដូចជាអ្នកតាមដាននៅក្នុង YouTube ទាំងមូលបាត់នៅពេលនេះខ្ញុំចង់និយាយពីការសម័យមួយហើយការសម័យនេះមិនបានចប់ដើមនៅឡើយដោយសារការខ្វះខាតនៅការបង្វិលវីដេអូខ្វះខាតនៅគ្មានពេលវេលាអញ្ចឹងនៅពេលនេះគឺមិនពេលទំនេរខ្លះឈប់សម្រាប់ពីការងារដើម្បីចង់បង្វិលវីដេអូជែកជូនទៅដល់បងប្អូនអ្នកតាមដាននៅក្នុង YouTube ក៏ដូចជា Facebook អីជាដើមនោះហើយនៅពេលនេះខ្ញុំចង់និយាយអំពីការលេង YouTube ឬក៏បណ្ដាញសង្គម Facebook ការលេងបណ្ដាញសង្គម Facebook ក៏ដូច YouTube អញ្ចឹងដែរបើយើងមើលតែរាល់ថ្ងៃមើលតែគេប៉ុន្តែយើងមិនរៀនផលិតបង្កើតជាវីដេអូខ្លីៗសម្រាប់ខ្លួនឯងនោះទេវាហាក់ដូចជាអត់ប្រយោជន៍អញ្ចឹងយើងត្រូវមានគំនិតថាយើងមើលរបស់គេដែរប៉ុន្តែយើងចាប់យកនៅចំណេះដឹងដើម្បីយកមកសិក្សារៀនសូត្រក៏ដូចជាបង្កើតនៅវីដេអូឃ្លីបសម្រាប់ចែកជូនអ្នកដែលតាមដានស្ដាប់ក៏ដូចជាមើលនៅក្នុងនេះមានប្រយោជន៍អ្វីសម្រាប់ជាការណែនាំទៅដល់បងប្អូនក៏ដូចជាយុវជនសម័យថ្មីឲ្យតែចេះបង្កើតគំនិតឆែប្រឌិតសម្រាប់ការរស់ស៊ីនឹងខ្លួនឯងបាទដូចថាស្មារតីក្រៅពីការងារពលពតធ្វើចំការដំណាំដាំដុះឬការងារក្រុមហ៊ុនកម្មកររោងចក្រអីជាដើមយើងត្រូវមានគំនិតថារកស៊ីតាមតែសង្គម Facebook ហ្នឹងឬជា YouTube បង្កើតជា Channel បង្កើតជាgroup ដើម្បីផ្ដល់ចំណេះដឹងក៏ដូចជាផ្ដល់នៅការរកស៊ីជែកជូនដល់អ្នកគ្នាដែលចង់សិក្សារៀនសូត្រកាលមុនខ្ញុំមានក្តីសម័យថាចង់បង្កើតជាវីដេអូចង់បង្កើតរកលុយតាមក្នុង YouTube ប៉ុន្តែមួយរយៈពេល1ឆ្នាំជាងធ្វើដោយគ្មានបានផលប្រយោជន៍អត់បានចំណេញចំណូលអត់បានអីទេខាត់តែពេលវេលាប៉ុន្តែគ្មានអ្នកមើលក៏ដូចគ្មានអ្នកតាមដានគ្មានអ្នកសុបរាយជាដើមអញ្ចឹងពិតជាអត់ប្រយោជន៍នៅពេលនេះម្ចាស់ទូរស័ព្ទគេចិត្តមកយកទូរស័ព្ទវិញហើយគេទាពីខាងនាយណោះអញ្ចឹងបងប្អូននឹងបានឃើញថាខ្ញុំនឹងប្រើទូរស័ព្ទនឹងគឺយើងបង្វិលវីដេអូវាអត់ស្អាតទេអញ្ចឹងមានតែក្នុងអត់ស្អាតទេគឺខ្ចីរបស់គេមកប្រើទេណាបាទមានក្តីសម័យថាចង់ទិញ iPhone មកប្រើដូចគេដែរប៉ុន្តែវាអត់មានសោះអញ្ចឹងវីដេអូឃ្លីបប៉ុណ្្នឹងឯងសូមអរគុណនិងជម្រាបលាបាទ